អ្នកខ្លះថាចិត្តទុនណាគេអំបគេលន់តួបន្តិចចឹងទៅគេមកនិយាយកំសត់តិចបាក់ចិត្តហ្នឹងលួងតាមគេទៅហើយពេលខ្លះគេបោកពេលខ្លះគេកឹបគេងប្រវាញ់លើស្នាដៃចិត្តល្អរបស់គាត់ចឹងក៏មានដែរអានឹងជាអធិស្ឋានធម្មជាតិពេលខ្លះយើងពិបាកនឹងថាឲ្យគាត់ណាព្រោះឃើញគេពិបាកគឺគាត់ទុនទៅមកធ្វើអីថាអីគេមិនកើតទេប៉ុន្តែពេលខ្លះក៏ត្រូវប្រយ័ត្នប្រយែងដែរអ្នកខ្លះប្រើល្បិចដោយសារឃើញយើងអញ្ចឹងចង់បានផលប្រយោជន៍ពីយើងធ្វើឲ្យយើងអាណិតហើយក៏ចេះតាយើងយកប្រយោជន៍ពីយើងលួងខ្លួនទៅដោយសារអានេះមិនមែនបញ្ញាទេគឺវាភាពប៉ិនប្រសប់ក្នុងការបោកប្រាស់របស់គាត់ចឹងហើយចឹងបាននៅក្នុងធម៌លោកមិនឲ្យរឹងពេកតែកាលណារឹងពេកវានាំឲ្យមានពាវេរាមានសត្រូវប៉ុន្តែក៏មិនឲ្យទុនពេកដែរពីព្រោះទុនពេកគេអាចនឹងមើលងាយឬក៏គេបោកប្រាស់អញ្ចឹងវាត្រូវមានទាំងករុណាការសង្គ្រោះមានទាំងបញ្ញាការប្រើការត្រេះរិះពិចារណាដើម្បីប្រើប្រាស់ចិត្តទុនចិត្តល្អរបស់យើងនឹងឲ្យត្រូវផ្លូវបើមិនចឹងទេវាទៅជារឿងមានផលមិនល្អសម្រាប់យើងអ្នកធ្វើទៅវិញដោយសារករណាខ្វះបញ្ញានឹងឯងមានរឿងតបោះមានចិត្តករណាជួយពោះយកមកចិញ្ចឹមគេប្រាប់ថាប្រឡែងវាទៅបើព្យាបាលវាហើយតបោះហ្នឹងក៏អត់ជឿទេទុកនៅក្នុងកត់យូរទៅត្រឡប់មកពីបេះផ្លែឈើវិញបើកឆ្នុកមើលពស់នៅក្នុងពួងអាស័យពស់នឹងចឹកតបាសនឹងស្លាប់ទៅហ្នឹងចិត្តល្អប៉ុន្តែខ្វះបញ្ញាអញ្ចឹងចុងក្រោយអន្តរាយមកដល់ខ្លួនឯងវិញអញ្ចឹងចិត្តល្អចិត្តទុនជារឿងមួយល្អប៉ុន្តែត្រូវតែមានអ្នកអបជាមួយគឺបញ្ញាស្មារតីឲ្យចិត្តល្អហ្នឹងចិត្តទុនហ្នឹងប្រើនៅក្នុងផ្លូវត្រូវមិនត្រូវឲ្យគេកេងប្រវាញ់លើសន្តានចិត្តល្អរបស់យើងហើយយើងប្រើចិត្តល្អរបស់យើងនឹងជាប្រយោជន៍បានទូលំទូលាយហើយមិនអនុញ្ញាតឲ្យមនុស្សមិនល្អនឹងបានចិត្តកេងប្រវាញ់មកលើសមានចិត្តល្អរបស់អ្នកដទៃឯងមានកូនចៅខ្លះលើកឡើងថាម៉ែឪខ្លះហាក់ដូចជាស្រឡាញ់កូនមិនស្មើគ្នាដូចថាគាត់ជួយ
នេះជាងគាត់មើលថែនេះជាងមិនសូវមើលថែគាត់ធ្វើអីក៏ខុសហើយសរសើរកូននោះជាងអញ្ចឹងទៅប៉ះពាល់ដល់សតិអារម្មណ៍របស់គាត់ដែរនឹងយើងមិនអាចមានអីទៅវាស់ស្ទួងថាគាត់ស្មើមិនស្មើទេប៉ុន្តែវាអាចក្នុងករណីខ្លះឧទាហរណ៍ថាកូននឹងឈឺច្រើនកូននឹងក្រពិបាកកូននឹងរៀនសូត្រមិនសូវចេះដឹងតែអញ្ចឹងគាត់មានទំនោរមើលថែស្រឡាញ់ឬក៏លុយកាក់ដែលកូនណាផ្ញើជូនគាត់ហ្នឹងគាត់ទុកដាក់ប្រលឹមហ្នឹងជួយកូនហ្នឹងបើតែកូននឹងខូចហើយក៏នៅតែជួយអញ្ចឹងទៅទឹកចិត្តជាឪពុកម្ដាយស្រឡាញ់កូនហើយគាត់ស្រឡាញ់គាត់ថាអាណិតកូនណាដែលពិបាកជាងគេអញ្ចឹងវាអាចដែរក្នុងករណីខ្លះដូចថាកូននឹងល្អត្រឹមត្រូវដឹងថាអាចជួយមើលគ្រួសារបានអញ្ចឹងទៅគាត់បន្ទុកបដាក់គាត់ឲ្យជួយមើលការខុសត្រូវចាត់ចែងអីចឹងទៅហើយយើងជួនកាលមើលមិនឃើញចំណុចហ្នឹងយើងអាចវាយតម្លៃថាម៉ែឪស្រឡាញ់កូនមិនស្មើគ្នាហើយកើតទុកមិនសុខចិត្តរហូតដល់អ្នកខ្លះគំនុំគុំគួនអីទៅទៀតក៏មានដែរមួយចំណុចទៀតគេមើលដករបស់ម៉ែឪក៏នាំឲ្យមានបញ្ហាក្នុងគ្រួសារនឹងច្រើនដែរធម្មតាម៉ែឪមានទ្រព្យរបស់ចែកឲ្យកូនអញ្ចឹងទៅហើយជួនកាលទ្រព្យនឹងវាមិនមែនកាត់ប្លង់ប៉ិនគ្នាណាវាអំពីអំពកវាមានរបស់របរមាសប្រាក់អីហើយអញ្ចឹងដល់ពេលចែកវាមានលើសវាមានខ្វះហើយអញ្ចឹងក៏កូនខ្លះយកអានឹងជាមូលដ្ឋានទៅក៏កើតទៅជារឿងជារាវឆ្លោះប្រកែកអន់សពុនចិត្តខាងម៉ែខាងឪក្នុងរឿងនឹងទៀតក៏មានដែរបើស្មានថាទ្រព្យរបស់នឹងជាញើសឈាមរបស់គាត់ទុកឲ្យគាត់ចែកឲ្យពីណាប្រមាណអានឹងរឿងរបស់គាត់ទេយើងអរគុណហើយដែលគាត់បានចាំជីវិតទំនុកបំរុងឲ្យយើងបានរៀនសូត្របានរស់បានប៉ុណ្ណឹងហ្នឹងយើងអរគុណសន្តានចិត្តល្អគុណរបស់គាត់ហើយវាអាចតកតងនឹងរឿងប៉ុនដែរសម្ពាយប៉ុនរបស់យើងខុសគ្នាកូនខ្លះគេមានប៉ុនច្រើនកើតមកគេមានអ្នកស្រឡាញ់ចូលចិត្តរាប់អានមីងមាបងប្អូនទៅណាមកណាអញ្ចឹងទៅហើយកូនខ្លះដែលខ្សត់ប៉ុននឹងរូបគុំស្អាតរៀនក៏មិនប្រកែរគុំមិនសូវបានហើយដល់អញ្ចឹងកើតទុកទោមនោះថាមកពីម៉ែមិនជួយឪមិនជួយនឹងបានខ្ញុំក្រពិបាកអញ្ចឹងអីអញ្ចឹងទៅជារឿងកើតចិត្តចំណែននិន្ទាជាមួយបងប្អូនឯងក៏មានដែរវាអាចដែរពេលខ្លះឪពុកម្ដាយអាចសម្ដែងនៅសកម្មភាពមើលទៅដូចថាមិនស្មើភាពគ្នាអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តកូនប្រុសស្រីនឹងខ្លាំងមែនតែនអញ្ចឹងបានជានៅក្នុងធម៌ព្រះអង្គសម្ដែងឲ្យមានឧបេក្ខាការស្រឡាញ់នឹងឲ្យស្មើគ្នាក្នុងចំណោមកូនចៅនឹងដើម្បីជៀសវាងកុំឲ្យកូនចៅនឹងអន់សពុនចិត្តជាមួយនឹងឪពុកម្ដាយហើយទៅជាចំណែននិន្ទាឈ្នានេះជាមួយនឹងបងប្អូនប៉ុន្តែជាទូទៅម៉ែឪនឹងស្រឡាញ់កូនទាំងអស់ឲ្យចង់ឲ្យកូនទាំងអស់នឹងបានសុខនឹងឯងបើមានលឹះលួសតិចច្រើនអានឹងវាតាមស្ថានភាពរបស់កូនចឹងទៅតាមបុណ្យរបស់កូនផងក៏មានដែរបើក្នុងរឿងកម្មផលទៅបើចឹងបាននៅក្នុងព្រំវិហារធម៌ហ្នឹងព្រះអង្គសម្ដែងការពារកុំឲ្យមានបញ្ហាកើតឡើងក្នុងទំនាក់ទំនងរវាងគ្រួសារបងប្អូនហ្នឹងគឺឪពុកម្ដាយសម្ដែងនៅទឹកចិត្តស្រឡាញ់រាប់អានកូនហ្នឹងឲ្យសំរុំទៅដំទៅសងគ្នាទៅកូនចេះសង្គ្រោះគ្នាចេះសាមគ្គីគ្នាមិនបង្កចំនួនមិនធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តឪពុកម្ដាយទេអញ្ចឹងយើងគួរអរគុណលោកឪពុកម្ដាយដែលបានផ្ដល់កំណើតចិញ្ចឹមបីបាច់ថែរក្សាទំនុកបំរុងរហូតមកដល់យើងបានវ័យប៉ុណ្ណេះអរគុណណាស់គុណបំណាច់ដ៏ធំធេងហ្នឹងរឿងលើសខ្វះអីតិចតួចអានឹង
จัดตกไทยយើងមានបនប៉ុណ្ណឹងយើងទទួលប៉ុណ្ណឹងគាត់ចែកឲ្យប៉ុណ្ណាអរគុណហើយពុកអើយម៉ែខ្ញុំសូមអរគុណអ្វីដែលពុកម៉ែបានជួយខ្ញុំគាត់ជូនហើយគាត់ទទួលទៅអរគុណគាត់ទៅហើយមកចំណែកទៀតឪពុកម្ដាយក៏គួររក្សាឧបេក្ខាចិត្តហ្នឹងដើម្បីជៀសវាងកុំឲ្យកូននឹងកើតបាបដើម្បីឲ្យកូននឹងចេះស្រឡាញ់សហការគ្នាបានល្អអនុមោទនា